សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី26-27នៃរឿងអំណាចស្ដេចនៃកងទ័ពអមតៈនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលវៃសៀលគាត់បានអង្គុយស្រូបយកផ្សែងធូបនេះបានធ្វើឲ្យវៃសៀលកើនឡើងទៅដល់ level 32បៃឈានបានឃើញអញ្ចឹងក៏បានសរសើរទៅកាន់លបងវៃសៀលថាពិតជាអស្ចារ្យមែនទែនមើលទៅថ្នាក់អមតៈពិតជាមិនមែនលំទេសួរសៀវឈៀងបានគិតថាមើលទៅខ្ញុំមិនអាចតាមទាន់គាត់បានទេមិនចាំយូរទេវៃសៀលក៏បានបបួលគ្នាគាត់ចាក់ចេញពីទីហ្នឹងដោយឡែកបន្ទាប់ពីពួកគេបានសម្អាតគុកកង្វឹតនេះហើយទទួលបានពិន្ទុបទពិសោធន៍100លានពិន្ទុហើយដោយសារតែប្រើប្រាស់រយៈពេលតិចបំផុតក្នុងការ clear រយៈពេល55នាទីក៏ចោះចំណាត់ថ្នាក់លេខ1ក្នុងការសម្អាតគុកងងឹតដែលមានភាពលំបាកទទួលបានពិន្ទុបទពិសោធន៍បន្ថែម100លានបន្ទាប់ពីចេញមកដល់ខាងក្រៅវៃសៀលគាត់បានកើនឡើង level 2បន្ថែមទៀតដោយបច្ចុប្បន្នមាន level 34ចំណែកឯគ្នាគាត់ក៏បានកើនឡើងម្នាក់មួយ level ទៀតដូចគ្នាអាពីរអ្នកនេះដែលបានមើល game វៃសៀលបំបញ្ញមិញហ្នឹងបានឃើញអញ្ចឹងក៏បានភ្លឺភ្នែកចាំថាមុនគាត់ចូលទៅ level 31ទេប៉ុន្តែចេញមកវិញ level 34អញ្ចឹងមិនចាំយូរទេរត់ចូលទៅខ្ញុំពិតជាមានភ្នែកអត់ទៅស្រីពិតមែនលបងវៃសៀលតើចង់ខ្លាចជាគ្រូបង្វឹករបស់ខ្ញុំដែរទេបៃឈានក៏បានដេញឲ្យគេចេញទៅបាញ់មិញទៅមើលថ្ងៃពួកយើងហើយឥឡូវមករងងាប់អីទៀតអាប៉ែនឹងក៏បានថាខ្ញុំខុសហើយអញ្ចឹងសូមលបងគុំប្រកាន់អីហើយខ្ញុំទាំងពីរនេះនឹងស្ម័គ្រចិត្តផ្ដល់តម្លៃខ្ពស់បំផុតឲ្យវៃសៀលហាក់បីដូចជាមិនខ្វល់ហើយក៏បានប្រាប់ឥឡូវនឹងងុយដេកណាស់ទៅដេកសិនឯងអាពីរអ្នកនឹងនៅតែរងចាំចម្លើយអំពីវៃសៀលដើរនៅតាមផ្លូវនឹងដែរបៃឈានក៏នៅតែលោអំពីអាពីរអ្នកមិញហ្នឹងវៃសៀលក៏បានប្រាប់ឲ្យបំភ្លេចចោលសិនទៅប៉ុន្តែខ្ញុំបានឃើញអំពីតារាងភាពលំបាកនរកដែលបានសរសេរដោយមិនស្គាល់នៅធ្លាប់មានមនុស្សអាចធ្វើលើសពីយើងតើដឹងតែអត់ថានោះគឺជានរណាគេបៃឈានក៏បានតបថានោះគឺជាកំណត់ត្រាការពី20ឆ្នាំមុននោះខ្ញុំក៏មិនដឹងដូចគ្នាតែអញ្ចឹងវៃសៀលក៏បានថាមើលទៅខ្ញុំត្រូវទៅលើគាត់ទេសួរសៀវឈៀងក៏បានសួរទៅកាន់វៃសៀលតើពួកយើងគួរណាទៅសម្អាតគុកងឹតបន្តទៀតឬមួយក៏ចែកផ្លូវគ្នាទៅវិញសិនវៃសៀលបានតបបន្តនោះទេឥឡូវហ្នឹងពួកយើងចែកទ្រព្យសម្បត្តិគ្នាសិនគាត់បានដកចេញនូវរបស់របរយ៉ាងច្រើនអំណាចជឿនេះវិញនេះមិនចាប់អារម្មណ៍ទៅលើទ្រព្យសម្បត្តិផ្សេងដូចជាថ្នាំគ្រាប់ហើយនិងអាវុធវេទមន្តអីទេនាងគ្រាន់តែចង់បានល្បែងផ្គុំរូបនេះដែលគឺជាសាលាច្រឹកបុរាណដោយសារតែជីតារបស់នាងចូលចិត្តសិក្សាអំពីអរិយធម៌បុរាណនាងចង់ជូនវាដល់ជីតាហើយនាងក៏មិនយកវាដោយទទេទេដៃទៅលេខដែរហ្នឹងដកប្រាក់60លានហ៊ុនយន់ឲ្យទៅកាន់ទាំងអស់គ្នាចែកគ្នានៅ20វៃសៀវយើងមកលុយដែរនឹងមិនគួរសមទេចំណែកឯស៊ូសៀវឈៀងហើយនឹងបៃឈានក៏បានយករបស់របរមួយចំនួនសោះប្រមាណវៃសៀវជាអ្នករក្សាទុកលុះទៅដល់យប់ឡើងវៃសៀវគាត់បានចូលមកក្នុងបន្ទប់និងបានឃើញថាតាសិននៅពេលនេះកំពុងចូលតួដែលអះអាងខ្លួនឯងថាគឺជាស្ដេចស្វាស៊ុននូខុងតែពេលនោះក៏បានធំក្លិនឈ្ងុយក៏បានយកនំមកកញ្ចប់មកស៊ីទៅរាវៃសៀវគាត់បានលោផងដែរដឹងតែពីស៊ីយ៉ាងណាមិញគាត់បានដល់យកបិសាចក្រុងឆ្អឹងរបស់គាត់3នាក់ចេញមកហើយក៏ដោយសារតែគាត់បានប្រើការវាច្រើនដល់មកហើយគូណាទៅដល់ពេលផ្ដល់រង្វាន់បញ្ចុះយុទ្ធសាស្ត្រអ្វីមួយយ៉ាងឲ្យទៅកាន់ពួកវាដោយមើលទៅល្បែពួកវាដូចជា level 39វៃសៀវបានដឹងថាវាត្រូវបានដំឡើងទៅកាន់ឋានៈស្ដេចស្រាប់តែពេលនឹងវាលុតជង្គង់ធ្វើការគោរពទៅកាន់លោកម្ចាស់វៃសៀវបានលើអញ្ចឹងបញ្ជាក់មែនតែនអីគេចេះនិយាយទៀតអានជឿក៏បានអរគុណទៅដល់លោកម្ចាស់ដែលបានផ្ដល់មនសិការខាងវិញ្ញាណឲ្យគេប៉ុន្តែមើលទៅកាន់វៃសៀវគាត់ហាក់បីដូចជាមិនសូវពេញចិត្តទេអញ្ចឹងក៏បានឲ្យពួកវាទៅសម្រាកវិញទៅហើយគាត់ក៏បានអង្គុយត្រាម៉ាប្រាជ្ញាខាងវិញ្ញាណមែនទេហើយជាបើសិនជាពេលអនាគតវាមិនស្ដាប់បង្គាប់ខ្ញុំហើយមើលតាសិនទៅវៃសៀវកំពុងតែគិតរឿងនេះវាបាយជាឆ្លើយដាក់ខ្លួនឯងទៅរាបណាលោកផ្ដល់ឲ្យខ្ញុំនៅរបស់ហូបជោគរាល់ថ្ងៃគ្មានថ្ងៃខ្ញុំមិនស្ដាប់បង្គាប់លោកឯងទេស្រាប់តែពេលហ្នឹងបានថាបអបធ្លាក់ចេញនៅគុជអ្វីមួយយ៉ាងវៃសៀវក៏បានទៅរើសមើលឆ្ងល់មែនតែននេះគឺជាអ្វីទៅប្រព័ន្ធក៏បានប្រាប់ដែលនេះគឺជារបស់អាកំបាំងដែលមិនស្គាល់អំពីប្រភពដើមប៉ុន្តែវាគឺមានធម៌ពលចម្លែកអាចប្រើជាមួយនឹងជំនាញទាំងអស់ហើយក៏បានរកឃើញអំពីជំនាញដែលត្រូវគ្នាតើចង់ភ្ជាប់វាដែរទេវៃសៀវគាត់ក៏ចង់ដឹងចឹងក៏បានចង់ភ្ជាប់ប្រព័ន្ធក៏បានអបអរសាទរហើយអញ្ចឹងបន្ទាប់ពីវៃសៀវបានចង់ភ្ជាប់ជាមួយនឹងព្រលឹងវាមានសមត្ថភាពក្នុងការស្រូបយកព្រលឹងសត្វដែលស្លាប់នៅជិតនេះប៉ុន្តែជាមួយនឹងសត្វដែលមិនទាន់បាត់បង់ជីវិតគឺមិនអាចស្រូបយកបានទេប៉ុន្តែបើសិនជាករណីបានក៏នឹងមិនអាចគ្រប់គ្រងបានបន្ទាប់ពីស្ដាប់លើអត្ថប្រយោជន៍ហើយនឹងគុណវិបត្តិវិញវៃសៀវក៏បានគិតគុជនេះដូចជាអាវុធមុខពីរបើប្រើត្រូវចម្រើនតែបើប្រើខុសអាលាយប៉ុន្តែក៏ទុករឿងនេះមួយឡែកសិនទៅរំពេចនោះតាសឹងក៏បានសុំវៃសៀវនៅឧបករណ៍វេទមន្តមួយវៃសៀវក៏បានសួរទៅកាន់វាតើវាចង់បានអ្វីតាសឹងក៏បានចង្អុលទៅកាន់ទូរទស្សន៍ដែលគឺជាដំបងស៊ុននូខុងវៃសៀវបានថាតែឈ្មោះតែមែនខ្ញុំអាចទទួលវាបានមកពីណាទៅវាក៏បានតបមិនអីទេបើសិនជាមានលុយទៅទិញមួយមកអញ្ចឹងក៏បាននឹកឃើញទៅកាន់អាពូចាងគិតដល់ភ្លែមកដល់ផ្លែតពូចាងនឹងក៏បានរេតាក់ស្វាគមន៍ទៅកាន់ម៉ូយចាស់
តាសឹងក៏បានសម្លឹងមើលរបស់របរជុំវិញហ្នឹងហើយនឹងបានថាមើលទៅដូចជាអត់មានសោះដែលឡាយវៃសៀលក៏បានខ្សឹបប្រាប់ទៅកាន់ពូចាងនឹងអ្វីម្យ៉ាងដែលឲ្យយកដបងអីក៏បានដែរយំបោកតាសិនហ្នឹងទៅអញ្ចឹងគាត់នៅពេលហ្នឹងក៏បានយកហឹបអ្វីម្យ៉ាងចេញមកហើយនឹងបានថាគាត់ទៅទទួលបានវាពីសមុទ្រខាងកើតអញ្ចឹងស្ដេចស្វាមើលបន្ទាប់ពីមើលហើយនឹងតាសឹងពេញចិត្តមែនទែនប៉ុន្តែក្រៅពីដំបងមួយនេះពូចាងក៏មានរបស់មួយទៀតឲ្យវៃសៀលមើលដែលនេះគឺជាគ្រីស្តាល់ 10000 ដោយបន្ទាប់ពីស្រូបយកវាមនុស្សក៏អាចទទួលបានចំណេញផ្សេងគ្នាវៃសៀលបានលឿនចឹងហើយនឹងក៏មិនចង់សាកល្បងទេពូចាងក៏បានប្រាប់ឲ្យវៃសៀលកំតនបដិសេធលឿនពេកអីរំលឹកទៅកាន់មនុស្សម្នាក់បន្ទាប់ពីស្រូបយកគ្រីស្តាល់មួយនេះក៏ទទួលបានចំណេញថ្នាក់ឯងអញ្ចឹងតាលក់តម្លៃប្រមាណទៅពូចាងក៏ដូចជាប្អូនតម្លៃតិចវៃសៀលក៏បានថាខ្ញុំយកអាចុងក្រោយនឹង 1000 វៃសៀលបានលឿនអញ្ចឹងថាចាញ់បោកពូនឹងទៀតឯងប៉ុន្តែពូចាងក៏បានឲ្យនូវសភៅចំណេញមួយទៀតឲ្យវៃសៀលយ៉ាងណាក៏ដោយសភៅចំណេញមួយនេះវាដូចជាមិនសូវសំខាន់សោះអញ្ចឹងដំបងមួយនេះយកអត់គិតលុយទេក៏នៅតែរំលឹកប្រាប់ទៅកាន់វៃសៀលបន្ទាប់ពីប្រើហើយក៏នឹងប្រហែលជាអាចទទួលបានចំណេញថ្នាក់ SSS ឬមួយក៏ជំនាញ S ធម្មតាដល់កម្រមួយក៏ថាបានដែរវៃសៀលក៏បានសម្រាប់ចិត្តទិញហើយនឹងបានដើរចេញទៅស្រាប់តែបៃឈានបានតាក់ទងមកដោយបានហៅវៃសៀលទៅសម្អាតកងងឹតបន្តទៀតមកដល់ទីតាំងដដែលវៃសៀលក៏បានសុំទោសដែលគាត់មកយឺតណានជីក៏បានតបថាមិនមែនជាបញ្ហាអីនោះទេនៅពេលដែលពួកយើងខ្វះលោកហាក់បីដូចជាមិនមានទំនុកចិត្តសោះស្រាប់តែប៉ាពីម្សិលមិញហ្នឹងក៏បានមកទៀតទេសួរទៅកាន់លបងវៃសៀលតែលបងទំនេរអត់អាចនាំខ្ញុំចូលទៅក្នុងកងងឹតបានទេវៃសៀលក៏បានសួរតើមកកម្រិតឲ្យមែនអាប៉ែហ្នឹងក៏បានថាមួយកម្រិតឲ្យ 10000 បៃឈានក៏បាននិយាយឲ្យប៉ែហ្នឹងចេញទៅឥឡូវហ្នឹងឯងមាន level 30ឲ្យមួយកម្រិតនៅក្នុង 10000 ដូចជាមិនសមទេវាថោកពេកយីអញ្ចឹងក្រុមវៃសៀលក៏បានដើរទៅមកអាប៉ែហ្នឹងក៏បានឲ្យមួយកម្រិត 20000 យ៉ាងណាមិញវៃសៀលក៏បានប្រាប់និយាយគ្នាបន្តទៀតបន្ទាប់ពីខ្ញុំចេញពីកងងឹតសួរទៅកាន់ក្រុមគាត់និយាយអញ្ចឹងតើថ្ងៃនេះពួកយើងទៅកងងឹតបិសាចមួយណាទៅណានជឺក៏បានតបគឺបិសាច Goblin មិនចាំយូរទេក៏បានចូលទៅបានឃើញជាមួយនឹងបិសាច Goblin យ៉ាងច្រើននៅទីនេះបៃឈានក៏បានប្រាប់ឲ្យមានការប្រុងប្រយ័ត្នផងដែរនៅទីនេះមានបិសាចកម្រិតចវាយនាយនិយាយចាប់ភ្លាមក៏បានឃើញជាមួយលំហបើកចេញមកហើយនឹងបានលេចចេញបិសាច Goblin យ៉ាងធំមួយចេញមកវាគឺជាបិសាចកម្រិតចវាយនាយដែលមាន level 31វៃសែលបានឃើញអញ្ចឹងកាន់តែមិនព្រឺទៅទៀតហើយក៏បានឲ្យតាសឹងចូលទៅកាន់ដំបងមួយសំពងក្បាលបិសាច Goblin មួយនេះបណ្ដាលឲ្យវាដេកច្បាប់ប៉ាបបិសាចមួយនេះក៏បានកាប់ទៅតាសឹងក៏បានយកដំបងរងហើយខ្លួនឯងប៉ុណ្ណឹងទេក៏បានប្រាប់បិសាចតូចកុំក្អើកតទៅមុខលបងឯងបញ្ចេញធម្មពលយ៉ាងសម្បានចាត់ការទៅលើបិសាចនៅជុំវិញបរិវេណមួយនេះខ្លួនតូចទេតែតានបៃឈានបានឃើញចឹងហ្នឹងមិនសរសើរមិនបាននោះទេណានជ័យក៏ចង់មានបិសាចកិច្ចសន្យាខ្លាំងបែបហ្នឹងដែរហើយបន្ទាប់ពីចាត់ការបិសាចនឹងម្ដុំនឹងអស់តាសឹងក៏បានប្រាប់ឲ្យទាំងអស់គ្នាចាំនៅទីហ្នឹងឯងគុកងងឹតប៉ុណ្ណឹងឯងតួខ្ញុំជាអ្នកចាត់ការលុះប្រមាណជាង 4-5 នាទីក្រោយមកប្រព័ន្ធក៏បានលោតអបអរសាទរដោយសារតែពេលនេះពួកគេបានកម្ចាត់គុកងងឹតបិសាច Goblin មួយនេះទទួលបានពិន្ទុបទពិសោធន៍ 5 លានបន្ថែមពីលើនឹងទៀតដោយសារតែប្រើប្រាស់រយៈពេលខ្លីក៏ទទួលបានជោគជ័យដោយការនិយាយបានថាបំបីកំណត់ត្រាបានចឹងទទួលបានពិន្ទុបទពិសោធន៍ 50 លានបន្ថែមពីលើទៀតបន្ទាប់ពីបានឃើញចឹងបៃឈានក៏បានលាន់មាត់ថាត្រឹមតែ 4 នាទីក៏អាចជោគជ័យបានដែរយ៉ាងណាមិញវៃសែលក៏នៅតែឆ្ងល់ផងដែរបើតាមកម្លាំងតាសឹងនៅពេលនេះគឺទៅតែមានកម្រិត 35 ប៉ុណ្ណោះច្បាស់ណាស់កម្លាំងនេះពិតជាមិនអាចខ្លាំងក្លាពេកទេតែអាចមកពីដំបងនោះដែរទេពួកគេក៏ត្រូវបានបញ្ជូនចេញមកវិញបៃឈានពិតជាសប្បាយចិត្តណាស់ដោយសារតែពេលនេះគេបានរីកចម្រើនម្ដងទៀតតាសឹងក៏បានថាពេលនេះឃើញកម្លាំងស្ដេចស្វាហើយនៅវៃសែលក៏បានសរសើរពេញលើស្ដេចស្វាពិតជាអស្ចារ្យមែនប៉ុន្តែភ្នែកគាត់ក៏បានសម្លឹងទៅមើលដំបងនៅពីក្រោយនឹងទេឆ្ងល់មែនតែគឺជាអ្វីប្រភេទណាហេតុអ្វីខ្លាំងបែបនេះចឹងបៃឈានក៏បានហាចូលក្នុងកងងឹតបន្តទៀតវៃសែលក៏មិនអោយចាស់ដូចគ្នាកងងឹតបិសាចកម្រិត 3 នៅទីនេះពួកយើងចាត់ការទាំងអស់ហេតុមានក៏សូមបញ្ចប់ភាគនេះត្រឹមតែប៉ុណ្ណឹងសិនហើយបាយបាយជួបគ្នាវីដេអូក្រោយ